បាទសួស្តីបងប្អូនទាំងគ្នាបាទធ្វើដំណើរតាមដងផ្លូវហើយបាទសកម្មភាពយើងយកម៉ូតូទៅឲ្យ idol លឹមតិចមេឃអ្នកគ្នាបងប្អូនណាបាទនិយាយទៅសម្រាប់ idol លឹមតិចមេឃគាត់ order ទាំងយប់បងប្អូនណាបាទទៅដល់ទីតាំងគាត់ប្រហែលជាម៉ោង7:10បងប្អូនបាទនិយាយទៅ idol កំងយប់យើងយកទៅឲ្យទាំងយប់ដល់បាទលើមកដល់ហើយបងប្អូនបាទមកដល់ផ្ទះ idol ហើយបាទនិយាយទៅចង្ងាយពីផ្ទះ idol មកហាងខាងខ្ញុំបាទរយៈពេល20 គីឡូជាងបាទនិយាយទៅយូរដែរគួរសមដែរបងប្អូនបាទឥឡូវមកដល់ហើយ idol អូយមកដល់សាព្រាមនេះឥឡូវម៉ោង10ចូលម៉ោង10ហ្នឹងបាទ10ជាងហ្នឹងបងប្អូនបាទ10ចិត្តមិន10ហ្នឹងបាទឥឡូវគាត់សាកសិនបាទអីដែរដោយបាទស្រួលទេស្រួលជីអូខ្ញុំជាអាខ្លួនខ្ញុំឥឡូវបងប្រុសខ្ញុំសុំថតបាទខ្ញុំអ្នកកាន់កាមេរ៉ាបាទថតរួចហើយយើងរៀបរាប់ពីរបៀបប្រាស់លើម៉ូតូទៅគាត់រួចរាល់អស់ហើយបាទយើងនឹងរៀបរាប់ពី invoice ទៅសេក្តារទីលក់ម្ដងបងប្អូនបាទបងប្អូនចាំស្ដាប់សំឡេងដើមណាអានេះกระดาษពន្ធ copy នេះกระดาษ invoice ចេញពីហាងអញ្ចឹងกระดาษពន្ធស៊ីនតបានកាត់គ្រីអត់ទេស៊ីនគេយកទៅធ្វើកាត់គ្រីចឹងស៊ីនទៅធ្វើដោយសារអានេះយើងដាក់អានេះមកដោយសារយើងមានតែស្លាកលេខពេលយើងខុសច្បាប់ចរាចរណ៍អីប៉ូលីសគាត់សួរយើងឲ្យគាត់មើលទៅថាពន្ធមានត្រឹមត្រូវបាទដោយសារយើងទៅធ្វើអត់តបានកាត់គ្រីភ្លាមទេបាទរយៈពេលមួយអាទិត្យទៅ10ថ្ងៃបានកាត់គ្រីបាទយើងដាក់មេដៃឡើងនេះមកតាមក្រោយក៏បានដែរខ្ញុំបានយកអានោះមកតែគាត់ថាបងចាំផ្ដិតតាមក្រោយក៏បានដែរហើយខ្ញុំចាក់ទៅអាវ៉ាន់មួយចំនួនខ្ញុំអត់ចិត្តលុយទៅបងទៅដូចកញ្ចក់ចំដៃនោះយើងមាន free time គាត់ដូចចៅទីធានាមីតាមបន្ថែមជូន idol បងប្អូនបាទនិយាយទៅគាត់អត់កំងដាក់យើងដាក់ឲ្យគាត់ដល់បងប្អូន free ទាំងអស់អត់ចិត្តលុយទីធានាដាក់ឲ្យឈុតទាំងហ្មងនេះទីធានា free ឲ្យអានេះក៏ free មកទីធានាមិនចូលមកប្រហែល10គ្រាប់ជាងដែរនេះ6ដាក់សិតតែគ្រាប់ធំទៀតអានេះបាទអត់គិតលុយទេហើយកញ្ចក់នេះខ្ញុំព្រីឲ្យតែខ្ញុំលក់15ដែរអានេះមកគូអានេះបាទអានេះគិតលុយក្នុងហាយអស់ហើយបាទគិតលុយក្នុងហាយបាទ free តាក់ស៊ីរងឲ្យទីធានាមកពីនេះអានេះខ្ញុំគិតលុយគ្នាខ្ញុំបោកហាយឲ្យបងហាយណាបាទហើយតាក់តងស្គុតខ្មៅហ្នឹងខ្ញុំសុំគិតបង40ណាស្គុតខ្មៅនេះហ៎បាទមកឈុតទាំងអស់ហ្នឹងបាទពួកខ្ញុំឲ្យលុយជាងគាត់អត់ដែរយល់ព្រោះយើងលក្ខណៈឲ្យមកនិយាយទៅគាត់ស្រោតយើងក៏ប៉ិតមកគាត់សម្រាកហើយណាមួយមកខ្ញុំអ្នកបខំទៀតខ្ញុំអ្នកបខំបងនេះវិញបាទឥឡូវយើងគិតលុយទូទាត់រួចអស់ហើយយើងក៏លា idol មកផ្ទះវិញណាមួយយប់ផងបងប្អូនបាទមកដល់ផ្ទះម៉ោង12យប់ល្មម